ហើយយើងមិនចង់ឲ្យប៉ះពាល់សោះឡើយពាក់ព័ន្ធនឹងកត្តាសេដ្ឋកិច្ចមកដល់ប្រទេសជាតិរបស់យើងក៏ប៉ុន្តែសំរងស៊ីគ្មានអ្វីគិតក្រៅពីចង់ឃើញតែប្រទេសខ្មែររងសម្ពាធសេដ្ឋកិច្ចក៏ដូចជាជួបបញ្ហាផ្សេងបានគាត់សប្បាយចិត្តនេះគឺជាគោលបំណងរបស់សំរងស៊ីហើយពាក្យលើកឡើងផ្សេងដោយខ្វះដោយគ្មានចក្ខុវិស័យនៅក្នុងការប្រកួតប្រជែងបែបទស្សនៈនយោបាយជាមួយថ្នាក់ដឹកនាំនៃគណៈបកដែលឆ្នះឆ្នោតដឹកនាំប្រទេសរបស់យើងឡើយយូរទៅអស់ពាក្យទៅសេរោពាក្យកន្លឹះចេញមិនឃើញថ្នាក់ដឹកនាំនៃគណៈបកប្រជាជនដឹកនាំប្រទេសរាប់ទសវត្សរ៍មកហើយគ្មាននៅក្នុងការទួលច្រកក៏ដូចជាខ្វះនៅមធ្យោបាយរកច្រកចេញនោះទេមានតែសំរងស៊ីឯងនេះទេនឹងគូកូនមួយចំនួនដែលរកច្រកចេញមិនឃើញតែងតែដេកសង្ឃឹមរំពឹងទៅលើសហរដ្ឋអាមេរិកក៏ដូចជាតាមបណ្ដាប្រទេសធំមួយចំនួននៅខាងទ្វីបអឺរ៉ុបថាគេនឹងជួយមកនិយាយជាមួយនឹងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដើម្បីសម្រួលឲ្យខ្លួនបានចូលស្រុកវិញណាពាក់ព័ន្ធផ្អែកលើកត្តាសេដ្ឋកិច្ចអីលក្ខណៈចឹងទៅក៏ប៉ុន្តែមកដល់ដំណាក់កាលចុងក្រោយនេះហើយគ្មានសោះឡើយនៃរបៀបក្នុងការជួយទៅដល់ក្រុមសំរងស៊ីពីសំណាក់បណ្ដាប្រទេសផ្សេងដែលធ្លាប់ជួយប្រទេសកម្ពុជានោះលើកឡើងស្នើសុំក៏ដូចជាចរចាណាមួយជាមួយថ្នាក់ដឹកនាំជាតិរបស់យើងដើម្បីបើកផ្លូវឬក៏លើកលែងទោសឲ្យក្រុមសំរងស៊ីចូលស្រុកវិញបាននេះគឺជានយោបាយដើរដល់ផ្លូវទាល់របស់ក្រុមសំរងស៊ីចង់ទៅជួបគេក៏គេលែងជួបណាអ្នកមុខអ្នកការមួយណាដែលសំរងស៊ីធ្លាប់បានជួបឬក្រុមសំរងស៊ីបានជួបជាផ្លូវការវាអត់មានគឺគេមិនផ្ដល់ឱកាសឲ្យទៀតទេពីព្រោះដោយសារពាក្យលទ្ធិប្រជាធិបតេយ្យចេញពីបបោមាត់សំរងស៊ីនេះសហគមន៍អឺរ៉ុបក៏ដោយអាមេរិកក៏ដោយគឺបានជួយច្រើនណាស់នៅក្នុងការចរចាជំនួសឲ្យក្រុមប្រឆាំងដើម្បីសម្រួលផ្នែកនយោបាយលក្ខណៈឲ្យពួកនោះមានសេរីភាពនៅក្នុងការចូលរួមប្រកួតប្រជែងបោះឆ្នោតក្នុងប្រទេសកម្ពុជាយើងឡើងវិញកាលពីកន្លងមកបាទក៏ប៉ុន្តែមកដល់បច្ចុប្បន្នវាអត់មានហើយកត្តាពាក់ព័ន្ធសេដ្ឋកិច្ចដែលសហរដ្ឋអាមេរិកកំពុងតែធ្វើនេះគឺធ្វើជាលក្ខណៈសកលមិនមែនសំដៅទៅលើប្រទេសកម្ពុជាឬក៏សំដៅទៅលើប្រទេសណាដែរក៏ប៉ុន្តែជាភាពវិជ្ជមានក៏ដូចជាឱកាសដែលគេបានបង្អាក់ក្នុងការអនុវត្តរយៈកាល3ខែគេអនុវត្តតែលើប្រទេសចិនមួយគត់នោះហើយគឺជាភាពធ្វើឲ្យថ្នាក់ដឹកនាំរបស់យើងភាពចាំបាច់ធ្វើឲ្យថ្នាក់ដឹកនាំរបស់យើងមានការគិតរកវិធីបែបណាដើម្បីរកដំណោះស្រាយជាមួយនឹងសហរដ្ឋអាមេរិកដើម្បីប្រជាជាតិរបស់យើងបាទហើយអ្នកដឹកនាំពិភពលោកសហរដ្ឋអាមេរិកគេគិតណាគេមុននឹងធ្វើអ្វីគេមានខួរក្បាល4 10 20នាក់នៅក្នុងមន្ទីរបញ្ញកោណពាក់ព័ន្ធនឹងគិតគូរវិស័យសេដ្ឋកិច្ចនៅប្លុកអាស៊ីនេះវិស័យសង្គ្រាមអីផ្សេងសិតតែមានប្លុករបស់គេគិតគេមិនមែនគិតដោយសំរងស៊ីមកច្បាច់ទូចយកមកប្រគួតប្រជែងជាមួយនឹងថ្នាក់ដឹកនាំនៃគណៈបកប្រជាជននោះទេអត់ទេបាទពាក់ព័ន្ធនឹងសេដ្ឋកិច្ចរបស់អាមេរិកវាយលុកមកកាន់អាស៊ីក៏ដូចជាសកលលោកនេះគឺគេគិតណាហើយយើងជាយុវជនចំនួនខ្ញុំចំនួនក្រោមខ្ញុំក្តីចំនួនលើខ្ញុំក្តីយើងបានតន់ហើយឥឡូវណាបានតន់សភាពការរបត់ថ្មីនៃការហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនបាទយើងមើលទៅនេះគឺជាការហ៊ុមព័ទ្ធសេដ្ឋកិច្ចហើយដោយមានមូលហេតុដូចម្ដេចដោយថាតាមបណ្ដាប្រទេសជាច្រើនអាមេរិកដាក់ពន្ធនាំចូលបន្ថែមក៏ប៉ុន្តែគេផ្អាក3ខែគេអនុវត្តតែចិននេះដូច្នោះហើយគេកំពុងតែខ្លោមមើលថាប្រទេសមួយណាបោះដៃទៅទំនាក់ទំនងជាមួយចិនពាក់ព័ន្ធនឹងសេដ្ឋកិច្ចនោះប្រកាសជារាប់មិនរួចនៅក្នុងការអនុវត្តយកពន្ធបន្ថែមពីសហរដ្ឋអាមេរិកនោះទេនេះជាការដូចជាការគិតនិងវិភាគរបស់ខ្ញុំទេក៏ប៉ុន្តែយើងមិនដឹងថាវាអាចដូចអ្វីដែលយើងកំពុងតែលើកឡើងនេះឬក៏យ៉ាងណានោះទេហើយយើងឃើញហើយព្រឹត្តិកម្មរបស់ថ្នាក់ដឹកនាំចិនគាត់ចង់មានសហគមន៍បែបជួយគ្នាទៅលើកត្តាសេដ្ឋកិច្ចនេះនៅក្នុងប្លុកអាស៊ីយើងនេះបាទនេះគឺជាការប្រកួតប្រជែងគ្នារវាងមហាយៈអាស៊ីនិងមហាយៈពិភពលោកហើយយើងរងចាំមើលហើយវាជាមិនរួចទេនៅក្នុងការប៉ះពាល់មកដល់ប្រទេសតូចវាធម្មតាទេអាស៊ីយើងគឺចរិតអាស៊ីយើងគឺតែងតែជួយគ្នាយើងចឹងហើយពួកអឺរ៉ុបក៏គេចេះមានសម្ព័ន្ធភាពសហគមន៍អឺរ៉ុបរបស់គេដែរណាហើយអាមេរិកក៏គេមានដៃគូស្អិតរមួតស្លាប់រស់ជាមួយគ្នាគេដែរក៏ប៉ុន្តែមិនដឹងថាជាកន្លឹះបែបណាទេនៅក្នុងការអាចជួយគ្នាបានដើម្បីកុំឲ្យប៉ះពាល់ដល់ខ្លួនឯងនេះគឺជាការមើលឃើញរបស់ខ្ញុំហើយបញ្ជាក់ជាថ្មីចំពោះក្រុមសំរងស៊ីត្រូវដឹងខ្លួនឯងឲ្យច្បាស់ថាគ្មានបរទេសណាជួយអស់លោកទៀតទេអត់មានទេហើយសំរងស៊ីបានដឹងច្បាស់ណាស់នៅក្នុងការលើកឡើងរបស់គាត់តាមបណ្ដាញសង្គមដែលវាយប្រហារមកកាន់ថ្នាក់ដឹកនាំនៃគណៈបកប្រជាជនកម្ពុជាដែលកំពុងតែដឹកនាំរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះបាទគឺគាត់និយាយបែបឆ្លួសបុគ្គលសង្កថាភាសាសាមញ្ញរវាងប្រជាពលរដ្ឋយើងនិងប្រជាពលរដ្ឋគឺស្មើនឹងមានអញអត់ឯងហែងអញហែងអញនេះគឺជាភាសាដែលសំរងស៊ីប្រើប្រាស់នាពេលបច្ចុប្បន្ននេះក៏ប៉ុន្តែថ្នាក់ដឹកនាំរបស់យើងគឺគេមិនបានខ្វាយខ្វល់ជាមួយគាត់នោះទេ
បើគាត់ជេរច្រើនពេកអាទ្រឹស្ដីអាក្រក់ច្រើនពេកអញ្ចឹងទៅថ្ងៃមុនលើសម្ដេចធិបតីនាយករដ្ឋមន្ត្រីគាត់លើកឆ្លើយតបបន្តិចទៅណាបែបសាមញ្ញពីព្រោះថាកុំឲ្យជ្រុលពេកឲ្យថាគេចាប់អារម្មណ៍គេគិតគាត់ទៀតអត់ទេខ្ញុំប្រាប់ចំណុចខ្លាំងរបស់ក្រុមសំរងស៊ីនិងសំរងស៊ីចាប់ពីពេលនេះតទៅមើលគំរូសំសេរីមើលគំរូសំសេរីធ្វើអញ្ចឹងទៅគេលោកមានឱកាសខ្លះបើថាអនុវត្តផែនការទុច្ចរិតផែនការចង់ឲ្យគេជួយឬក៏ចង់ឲ្យរាជរដ្ឋាភិបាលតំណែងទៅនេះឯងអត់មានឱកាសទេពីព្រោះយុវជនចំនួនថ្មីនេះគឺគេមិនចង់ឲ្យសំរងស៊ីឯងនឹងចូលស្រុកឬក៏ធ្វើនយោបាយអីទៀតនោះទេព្រោះវានាំមកតែភាពគ្រោះថ្នាក់ដល់យុវជនបាទហើយថ្នាក់ដឹកនាំគណៈបព្វជិជនពេលនេះគឺអ្នកចំនួនថ្មីណាមិនមែនអ្នកមុនទេណាអ្នកចំនួនថ្មីបើអ្នកមុនគាត់ទោះជាយ៉ាងណាក៏ដោយយើងឃើញហើយកាលពីកន្លងមកតែងតែផ្ដល់ឱកាសតែងតែដើម្បីគេហៅថាប្រគួតប្រជែងគ្នាជាលក្ខណៈចាប់ដើមនៃនយោបាយរៀងយូរហើយដូចគ្នាអូខេក៏ប៉ុន្តែអ្នកចំនួនថ្មីសំរងស៊ីរកអ្នកថ្មីមកហើយកុំសង្ឃឹមលើខ្លួនឯងពេកព្រោះខ្លួនឯងជាប់ពីរត់ច្រើនណាហើយបរទេសក៏លែងជួយដែរដូចខ្ញុំលើកឡើងមិញអញ្ចឹងហើយពាក់ព័ន្ធនៅក្នុងសម័យកាលថ្មីនេះនៅលើវិស័យសេដ្ឋកិច្ចអន្តរជាតិរវាងអាមេរិកនិងចិននេះយើងមើលទាំងអស់គ្នាខ្ញុំស្រាវជ្រាវកាលពីឆ្នាំ2024នេះវាច្រើនបាទការនាំចូលពីចិនទៅសហរដ្ឋអាមេរិកនោះវាមាន438 billion បាទ1 billion 1000 លានបាទហើយសម្រាប់សហរដ្ឋអាមេរិកនាំចូលមកកាន់ចិនវិញបានតែ143 billion ទេដូច្នោះអាមេរិកវាមានអនុភាពនៅក្នុងការចាញ់នឹងរហូតទៅដល់295 billion ដុល្លារឯនោះគឺជាបញ្ហាដូច្នេះទឹកចុងក្រោយនេះវាដូចជាសង្គ្រាមលោកអញ្ចឹងពីព្រោះសហរដ្ឋអាមេរិកយើងដឹងថាពួកវាមិនដែលចាញ់ទេពីព្រោះពួកវាមានទុកមនុស្សមួយក្រុមគិតដាច់ដោយឡែក sector ផ្សេងគ្នារឿងសង្គ្រាមគឺសង្គ្រាមរឿងសេដ្ឋកិច្ចគឺរឿងសេដ្ឋកិច្ចរឿងភូមិសាស្ត្រគឺភូមិសាស្ត្ររឿងអធិបុលនយោបាយគឺរឿងអធិបុលនយោបាយបាទហើយយើងមើលទៅថាបញ្ហាគឺវាសឹងតែចូលដល់កម្រិតប្រកាសសង្គ្រាមលោកលើកទី3ទៅហើយណាយើងមើលមជ្ឈមបូព៌ាសង្គ្រាមអឺរ៉ុបសង្គ្រាមពាក់ព័ន្ធអាស៊ីយើងវាអត់មានសង្គ្រាមទេតែប្រទេសមួយចំនួនបានដួលដោយសារនយោបាយរបស់សហរដ្ឋអាមេរិកបាទមនុស្សគុំវិជានយោបាយរបស់សហរដ្ឋអាមេរិកបានវាយផ្ដួលនៅប្រទេសខ្លះដោយយើងវាពិបាកនៅក្នុងការយកអំណះអំណាងគឺគេប្រើតែយុទ្ធសាស្ត្រនយោបាយលទ្ធិរបស់គេទេសាបព្រោះតែយើងប្រជាពលរដ្ឋឬក៏ដូចជាយុវជនចំនួនក្រោយនេះมันអាចគ្រប់គ្រងនៅអ្វីដែលជាធាតុពិតអ្វីដែលជាភាពជាក់ស្ដែងរបស់ប្រទេសយើងបានបែរជាទទួលយកផ្នត់គំនិតនៃការសាបព្រោះរបស់លទ្ធិរបស់គេភាពជឿនលឿនរបស់គេមកបង្កបញ្ហានៅក្នុងប្រទេសខ្លួនឯងហើយអានឹងគឺយើងត្រូវតែនឹងនៅក្នុងនាមជាយុវជនគឺត្រូវតែរឹងប៉ឹងហ្មងបាទរឹងប៉ឹងចំពោះទស្សនវិជ្ជាជាក់ស្ដែងនៃសង្គមជាតិយើងហើយយើងស្គាល់ប្រវត្តិសាស្ត្រយើងប្រៀបធៀបមកដល់បច្ចុប្បន្ននេះពីមួយដំណាក់កាលទៅមួយដំណាក់កាលនោះយើងនឹងឃើញភាពខ្លាំងភាពរីកចម្រើននៃការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើងជាបន្តបន្ទាប់ហើយណាយើងអត់អាចប្រហែសលេងសើចបានដូចសំរងស៊ីទេយើងអត់មានលេងសើចសំរងស៊ីយកយុវជនមកលេងសើចរហូតណានយោបាយរបស់គាត់យើងត្រូវដឹងនៅចំណុចហ្នឹងបាទហើយខ្ញុំវិភូមានប៉ុណ្ណឹងសូមអរគុណសូមជម្រាបលាបាទ